បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងបន្តទៀតបាទយើងចូលទៅដល់ចំណុចទី5គឺរបៀបបើកឯកសារដែលមានស្រាប់បាទអញ្ចឹងឧបមាថាឯកសារដែលយើងសរសេរពីមុនយើងចង់បើកវាយកមកប្រើឡើងវិញតើយើងធ្វើម៉េចបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំបើកកម្មវិធី Word បាទហើយបើសិនជាខ្ញុំចង់បើកឯកសារដែលខ្ញុំបានធ្វើហើយកាលពីលើកមុនគឺយើងគ្រាន់តែចុចលើ Open បន្តមកទៀតយើងចុចលើ Browse ឲ្យទាំងអស់គ្នាស្វែងរកទីតាំងដែលយើងទុក document ហើយទាំងអស់គ្នាអាចវាយឈ្មោះឯកសារដែលយើងបាន save ពីមុនបាទអញ្ចឹងខ្ញុំវាយឈ្មោះឯកសារហើយបន្តមកទាំងអស់គ្នាចុច Enter នឹងឃើញឈ្មោះឯកសារដែលយើងសរសេរកាលពីលើកមុនហើយអញ្ចឹងយើងគ្រាន់តែចុចលើឯកសារហ្នឹងហើយយើងចុចពី Open នោះឯកសារហ្នឹងវានឹងបើកដំណើរការឲ្យយើងបាទដើម្បីធ្វើកិច្ចការងារបន្តទៀតបាទហើយទាំងអស់គ្នាអាចសរសេរពាក្យឬក៏សរសេរអ្វីបន្ថែមនៅលើកិច្ចការហ្នឹងក៏បានហើយនៅពេលដែលយើងសរសេរហើយយើងគ្រាន់តែចុចលើពាក្យថា Save ធម្មតាជាការស្រេចបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណ